ការវឹកហាត់ខួរក្បាលឲ្យស្រូបយកថាមពលវិជ្ជមាននិងជាការផ្លាស់ប្ដូរវាសនាជីវិតចេញពីខាងក្នុងនេះគឺជាអត្ថបទពិស្ដារដែលរៀបរាប់ពីទស្សនវិជ្ជានិងមានទាំងអត្ថបទសម្រាប់សូត្រឬស្ដាប់ដែលអ្នកអាចប្រើប្រាស់សម្រាប់រយៈពេល30នាទីជារៀងរាល់ព្រឹកដើម្បីផ្លាស់ប្ដូររំញ័រនៃជីវិតរបស់អ្នកថាមពលនៃការដឹងគុណការផ្លាស់ប្ដូរជីវិតក្នុងរយៈពេល30នាទីរាល់ព្រឹកការត្អូញត្អែគឺជាថ្នាំពុលដែលសម្លាប់កម្លាំងចិត្តចំណែកការដឹងគុណគឺជាអាហារទិព្វដែលផ្ដល់កំណើតដល់ជោគជ័យនៅពេលដែលអ្នកដឹងគុណអ្នកនឹងលែងមានអារម្មណ៍ថាខ្វះខាតហើយភាពសម្បូរបែបនឹងរត់មករកអ្នកដោយឯងមូលដ្ឋានគ្រឹះនៃចិត្តមុននឹងចាប់ផ្ដើមសូត្រចូលយល់ពីច្បាប់នៃសកលលោកមួយអ្វីដែលអ្នកផ្ដោតទៅលើអ្វីនោះនឹងរីកធំបើអ្នកផ្ដោតលើការត្អូញត្អែបញ្ហានឹងរីកធំបើអ្នកផ្ដោតលើការអរគុណភាពរីករាយនឹងរីកធំការស្ដាប់ឬសូត្រអត្ថបទខាងក្រោមរាល់ព្រឹកគឺជាការលេងជំរះភាពអវិជ្ជមានដែលដក់ជាប់ក្នុងចិត្តនិងដាស់ថាមពលដែលងងុយដេកឲ្យភ្ញាក់ឡើងអ្នកអាចអានយឺតឬបើកស្ដាប់ដោយបិទភ្នែករួចដកដង្ហើមវែងអត្ថបទសម្រាប់សូត្រឬស្ដាប់ដើម្បីស្រូបថាមពលវិជ្ជមានអ្នកអាចអានយឺតឬបើកស្ដាប់ដោយបិទភ្នែករួចដកដង្ហើមវែងការដឹងគុណចំពោះរាងកាយនិងជីវិតអរគុណដង្ហើមដែលនៅតែផ្ដល់ជីវិតឲ្យខ្ញុំក្នុងព្រឹកនេះខ្ញុំដឹងគុណដែលបានភ្ញាក់ឡើងជាមួយនឹងឱកាសថ្មីមួយថ្ងៃទៀតអរគុណរាងកាយដ៏អស្ចារ្យរបស់ខ្ញុំដែលធ្វើការយ៉ាងហត់នឿយដើម្បីខ្ញុំអរគុណភ្នែកដែលមើលឃើញសម្រស់ពិភពលោកអរគុណបេះដូងដែលលោតមិនដែលសម្រាកខ្ញុំសន្យានឹងឈប់បន្ទោសរាងកាយខ្លួនឯងខ្ញុំនឹងចាប់ផ្ដើមស្រឡាញ់និងថែរក្សាអ្នកឲ្យបានល្អបំផុត 2. ការលាងជម្រះភាពត្អូញត្អែនិងអវិជ្ជមានចាប់ពីនាទីនេះតទៅខ្ញុំសូមលះបង់ចោលនូវទម្លាប់ត្អូញត្អែការត្អូញត្អែមិនបានជួយអ្វីខ្ញុំឡើយក្រៅពីធ្វើឲ្យខ្ញុំចុះខ្សោយរាល់បញ្ហាដែលកើតឡើងខ្ញុំមិនហៅវាថាជាទុក្ខលំបាកទៀតទេប៉ុន្តែខ្ញុំហៅវាថាជាមេរៀនអរគុណរាល់ឧបសគ្គដែលបានបង្រៀនខ្ញុំឲ្យរឹងមាំខ្ញុំអត់ទោសឲ្យខ្លួនឯងចំពោះកំហុសកន្លងមកហើយខ្ញុំក៏អត់ទោសឲ្យអ្នកដទៃដែលធ្លាប់ធ្វើឲ្យខ្ញុំឈឺចាប់ដើម្បីរំដោះចិត្តខ្ញុំឲ្យមានសេរីភាព 3. ការដឹងគុណចំពោះអ្វីដែលមានក្នុងដៃអរគុណជំរកដែលផ្ដល់ភាពកក់ក្ដៅអរគុណអាហារដែលចិញ្ចឹមជីវិតអរគុណការងារដែលផ្ដល់គុណតម្លៃដល់ខ្ញុំទោះបីជាអ្វីៗមិនទាន់ល្អឥតខ្ចោះប៉ុន្តែខ្ញុំដឹងគុណចំពោះអ្វីដែលខ្ញុំមាននៅពេលនេះខ្ញុំជឿជាក់ថានៅពេលខ្ញុំចេះអរគុណចំពោះអ្វីដែលតូចតាចរឿងធំៗនឹងមកដល់ក្នុងពេលឆាប់ៗ 4. ការតាក់ទាញថាមពលជោគជ័យនិងទំនុកចិត្តខ្ញុំគឺជាមនុស្សដែលមានតម្លៃខ្ញុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការកសាងជីវិតដែលខ្ញុំប្រាថ្នាថ្ងៃនេះគឺជាថ្ងៃដ៏អស្ចារ្យខ្ញុំបើកចិត្តទទួលយកឱកាសថ្មីមនុស្សល្អៗនិងលុយកាក់ដែលហូរចូលមកពីគ្រប់ទិសទីខ្ញុំមានទំនុកចិត្តលើខ្លួនឯងខ្ញុំលែងខ្លាចខ្សែភ្នែកអ្នកដទៃព្រោះខ្ញុំដឹងថាពន្លឺក្នុងចិត្តខ្ញុំរឹងមាំជាងសម្ដីរបស់គេផ្នែកទី3ការតាំងចិត្តសម្រាប់ថ្ងៃថ្មីមុននឹងបញ្ចប់ការអានឬស្ដាប់ចូលធ្វើការបដិញ្ញាចិត្តជាមួយខ្លួនឯងថ្ងៃនេះខ្ញុំនឹងមិនត្អូញត្អែអំពីអាកាសធាតុពីការងារឬពីមនុស្សជុំវិញខ្លួនឡើយបើមានរឿងមិនល្អកើតឡើងខ្ញុំនឹងរកចំណុចវិជ្ជមានក្នុងរឿងនោះ 2. ថ្ងៃនេះខ្ញុំនឹងនិយាយពីអរគុណឲ្យបានច្រើនដងបំផុតតាមដែលអាចធ្វើទៅបាន 3. ថ្ងៃនេះខ្ញុំនឹងរស់នៅដោយសេចក្តីបរិសុទ្ធព្រោះខ្ញុំដឹងថាខ្ញុំជាម្ចាស់នៃវាសនារបស់ខ្លួនឯងហើយដើម្បីការធ្វើបែបនេះ30នាទីល្អផ្លាស់ប្ដូររលកខួរក្បាលពេលព្រឹកព្រលឹមខួរក្បាលស្ថិតក្នុងស្ថានភាព Alpha
ដែលងាយស្រួលទទួលយកការដំឡើងកម្មវិធីថ្មីបង្កើតរបាំងការពារការដឹងគុណបង្កើតជាអាវក្រោះផ្លូវចិត្តទោះបីថ្ងៃនេះអ្នកជួបមនុស្សអាក្រក់ឬរឿងរំខានក៏ថាមពលវិជ្ជមានដែលសន្សំតាំងពីព្រឹកជួយឲ្យអ្នកមិនងាយធ្លាក់ទឹកចិត្តផងដែរ3ច្បាប់ស្រូបទាញនៅពេលចិត្តអ្នកពោពេញដោយភាពរីករាយការដឹងគុណរលកសកលនឹងបញ្ជូនរឿងរ៉ាវដែលគួរឲ្យដឹងគុណកាន់តែច្រើនមកកាន់អ្នកដំបូន្មានអ្នកអាចថតសំឡេងខ្លួនឯងអត្ថបទខាងលើជាមួយនឹងភ្លេងស្ងប់ស្ងាត់រួចបើកស្ដាប់ជារៀងរាល់ព្រឹកដំបូន្មានអ្នកគួរតែស្ដាប់អត្ថបទខាងលើនេះជាមួយនឹងភ្លេងស្ងប់ស្ងាត់រាល់ព្រឹករយៈពេល21ថ្ងៃជាប់គ្នាអ្នកនឹងភ្ញាក់ផ្អើលជាមួយនឹងការប្រែប្រួលនៃជីវិតរបស់អ្នកដើម្បីស្រូបយកថាមពលជោគជ័យសេចក្តីសុខនិងលុយកាក់ការដឹងគុណនឹងការស្រូបថាមពលផ្ដោតលើការឈប់ត្អូញត្អែងពីលើការងារហើយមើលឃើញឱកាសអរគុណការងារដែលខ្ញុំកំពុងធ្វើទោះបីវាមានសម្ពាធខ្លះប៉ុន្តែវាគឺជាកន្លែងដែលផ្ដល់ចំណូលនិងឱកាសឲ្យខ្ញុំបញ្ចេញសមត្ថភាពអរគុណមិត្តរួមការងារនិងថ្នាក់ដឹកនាំដែលជាកញ្ចក់ឆ្លុះបញ្ចាំងឲ្យខ្ញុំបានរៀនសូត្រនិងកែលម្អខ្លួនឯងការផ្លាស់ប្ដូរថាមពលខ្ញុំឈប់ត្អូញត្អែពីភាពហត់នឿយព្រោះខ្ញុំដឹងថាភាពហត់នឿយគឺជាសញ្ញានៃភាពរីកចម្រើនរាល់បញ្ហាក្នុងការងារគឺជាចន្ទដាលដែលនាំខ្ញុំទៅរកភាពជាអ្នកដឹកនាំពាក្យសច្ចាថ្ងៃនេះខ្ញុំនឹងធ្វើការដោយក្តីស្រឡាញ់និងភាពស្មោះត្រង់ខ្ញុំជាមនុស្សពូកែខ្ញុំជាមនុស្សមានទំនួលខុសត្រូវហើយលទ្ធផលការងាររបស់ខ្ញុំនឹងកាន់តែអស្ចារ្យពីមួយថ្ងៃទៅមួយថ្ងៃការដឹងគុណនឹងស្រូបថាមពលលុយកាក់អរគុណរាល់ចំនួនទឹកប្រាក់ដែលបានហូរចូលមកក្នុងជីវិតខ្ញុំតាំងពីអតីតកាលរហូតដល់បច្ចុប្បន្នអរគុណលុយកាក់ដែលអនុញ្ញាតឲ្យខ្ញុំទិញអាហារឆ្ងាញ់សម្លៀកបំពាក់ស្អាតនិងរស់នៅក្នុងកន្លែងដែលមានសុវត្ថិភាពខ្ញុំឈប់បារម្ភពីការខ្វះខាតខ្ញុំជឿជាក់ថាសកលលោកនេះសម្បូរបែបណាស់នៅពេលខ្ញុំចំណាយលុយចេញទៅខ្ញុំចំណាយដោយក្តីអរគុណហើយខ្ញុំដឹងថាវានឹងត្រឡប់មកវិញរាប់រយដងខ្ញុំគឺជាមេដៃស្រូបទីលុយកាក់ឱកាសរកប្រាក់ហូរចូលមកខ្ញុំដោយងាយស្រួលនិងមិនចេះរីងស្ងួតខ្ញុំមានសេរីភាពហិរញ្ញវត្ថុហើយខ្ញុំប្រើប្រាស់វាដើម្បីជួយខ្លួនឯងនិងអ្នកដទៃការដឹងគុណនឹងស្រូបថាមពលស្នេហានិងទំនាក់ទំនងអរគុណក្តីស្រឡាញ់ដែលនៅជុំវិញខ្លួនខ្ញុំអរគុណគ្រួសារមិត្តភ័ក្តិនិងមនុស្សជាទីស្រឡាញ់ដែលផ្ដល់កម្លាំងចិត្តឲ្យខ្ញុំជាពិសេសអរគុណខ្លួនឯងដែលតែងតែរឹងមាំនិងឆ្លងកាត់រឿងរ៉ាវលំបាកបានមកយ៉ាងល្អខ្ញុំឈប់ស្វែងរកក្តីស្រឡាញ់ពីអ្នកដទៃដើម្បីមកបំពេញចន្លោះប្រហោងក្នុងចិត្តខ្ញុំបំពេញចិត្តខ្ញុំដោយសេចក្តីស្រឡាញ់ខ្លួនឯងជាមុនសិននៅពេលខ្ញុំស្រឡាញ់ខ្លួនឯងពិតប្រាកដខ្ញុំនឹងទាក់ទាញមនុស្សដែលមានថាមពលដូចគ្នាចូលមកខ្ញុំសមនឹងទទួលបានស្នេហាដ៏ស្មោះត្រង់និងការគោរពទំនាក់ទំនងរបស់ខ្ញុំពោរពេញដោយការយោគយល់ភាពកក់ក្ដៅនិងការរីកចម្រើនជាមួយគ្នាខ្ញុំបើកចិត្តទទួលយកមនុស្សដែលផ្ដល់តម្លៃឲ្យខ្ញុំពិតប្រាកដ5នាទីដំបូងសមាធិដកដង្ហើមស្ងាត់20នាទីបន្ទាប់សូត្រឬស្ដាប់អត្ថបទទាំង3ផ្នែកនេះការងារលុយកាក់ស្នេហាដោយបញ្ចូលអារម្មណ៍ថាវាកំពុងតែកើតឡើងពិត5នាទីចុងក្រោយញញឹមដាក់កញ្ចក់ហើយប្រាប់ខ្លួនឯងថាថ្ងៃនេះគឺជាថ្ងៃល្អបំផុតរបស់ខ្ញុំការធ្វើបែបនេះរាល់ព្រឹកមិនត្រឹមតែជួយឲ្យអ្នកឈប់ត្អូញត្អែប៉ុណ្ណោះទេប៉ុន្តែវានឹងបដូររំញោថាមពលរបស់អ្នកឲ្យទៅជាវិជ្ជមានដែលជាកម្លាំងទាក់ទាញរឿងល្អៗចូលក្នុងជីវិត